អូខេបូរ៉ាអ្នកភូមិកំពង់ទ្រាមហារីកអើយកុំទាន់អានស៊ីទុតទោះបីមហារីកយកខ្ញុំយប់នេះក៏ដោយណាក៏បើមហារីកយកខ្ញុំយប់នេះណាចៅណាកូនបើមហារីកយកខ្ញុំយប់នេះណាពេទ្យគេដាក់ខ្ញុំទៅព្រាមគេដាក់ថ្នាំឲ្យខ្ញុំអត់មានការឈឺចាប់ទេខ្ញុំក៏ស្លាប់ទៅដោយអត់មានការឈឺចាប់ចំណែកឯងរស់នៅក្នុងសន្តិភាពហ៊ុនសែនណាបើសិនណាជាសៀមទៅផ្លោងមកត្រូវម្បែងណាឯងដេកឈឺអូជួយបងសម្ដេចជួយផងសម្ដេចជួយបងសម្ដេចនៅតែខ្មៅអត់មានស្លាប់លឺតែបន្តិចសម្ដេចជួយផងសម្ដេចថាយីអាណាស្រែកលោឡាទឹកវាឆ្ងាយពីជាតិអញតិចទៅហើយមានកទេលចាស់ទេទៅរុំវាទៅហើយមិនដែរមើលទៅពេទ្យយើងនឹងអាចមើលវាបានទេបើមើលវាមិនបានទេហើយធ្វើម៉េចទៅឲ្យឆាប់កុំឲ្យលឺសូរអញអញ្ចឹងបូរ៉ាឯងណាអរគុណសម្ដេចឲ្យខ្ញុំទៅឲ្យឆាប់ប៉ុន្តែមុននឹងទៅយ៉ាងហោចទៅក៏ឈឺដែរហើយចំណែកខ្ញុំនៅនេះណាមហារីកវាយកខ្ញុំទៅខ្ញុំអត់ឈឺខ្ញុំអត់ឈឺខ្ញុំអត់ឈឺខ្ញុំជាមនុស្សវេទនាណាខ្ញុំធ្លាក់នរកអត់ស្រែកថាឈឺបូរ៉ាឯងបើត្រូវក្បាលបំបែងក្របសៀមស្រេចចុយម៉ាយមុននឹងដាច់ខ្យល់ណាហើយបើរស់នៅក្នុងសន្តិភាពហើយមានដីធ្លីដីឡើងថ្លៃគេវាយបូរ៉ាឯងយកដីទៀតហើយនៅពេលហ្នឹងបូរ៉ាឯងត្រូវលើកដៃស្ពះចាអរគុណសន្តិភាពអរគុណសម្ដេចហ៊ុនសែនដែលបានកើតមកដែលបានសម្ដេចឲ្យខ្ញុំកើតមកនៅលើទឹកដីដ៏សន្តិភាពរបស់សម្ដេចដែលសម្ដេចធាក់ខ្ញុំរាល់ថ្ងៃណាប្រហែលឆ្នាំមុនសៀមធាក់ខ្ញុំដល់ឥឡូវហ្នឹងដីឡើងថ្លៃបាក់ពួកសម្ដេចនិងមន្ត្រីគេមកធាក់ខ្ញុំទៀតដូច្នេះហើយសុំក្រុមងារមួយពីសម្ដេចក្រុមងារអីសម្ដេចសួរហើយចង់បានក្រុមងារអីកូនក្រុមងារគេហៅថាអុកញ៉ាស្នេហាគេធាក់បូរ៉ាឯងទៅជាអ្នកអុកញ៉ាស្នេហាគេធាក់ណាស្អីទៅអុកញ៉ាស្នេហាគេធាក់ហើយកើតមកងារជាអុកញ៉ាដែលសម្រាប់គេធាក់ដូច្នេះហើយពេលខ្ញុំចុះនរកទៅខ្ញុំកត់ទុកនៅឋាននរកយមបាលគេសួរគាត់អីអាគេសោះថាគាត់ក្មួយមួយឈ្មោះបូរ៉ានៅភូមិកំពង់ទ្រាហើយមិនបានកត់វាវាឡើងបនយមបាលលើវាទៅជាអុកញ៉ាហើយជួយទៅអីនៅឋាននរកអត់ទេកត់វាទុកឈ្មោះវាអុកញ៉ាស្នេហាគេធាក់អុកញ៉ាស្នេហាគេធាក់ណាអុកញ៉ាស្នេហាគេធាក់រស់នៅផែនដីណាត្រូវដឹងគុណនៅផែនដីនោះល្អណាស់កូនឯងនិយាយចឹងល្អកូនឯងមានដីដែរអ្នកភូមិកំពង់ទ្រាកូនឯងមានដីដែរកូនឯងមានដីទេដីដែលកូនឯងកំពុងជន់ហ្នឹងនិយាយជាមួយពូណា